រាសីឆ្នាំមួយម៉ែនពីពាក់កណ្ដាលខែ6ទៅឃើញថាតួរាសីមានលក្ខណៈហេងកើនឡើងហេងដោយសារអីហេងដោយសារតែខែមមីឆ្នាំមមីធាតុភ្លើងចូលមកដល់មួយម៉ែននឹងមានរឿងរ៉ាវសំណាងកើតឡើងរឿងរ៉ាវល្អកើតឡើងក្នុងជីវិតហើយក៏ទទួលបានរឿងហេងរឿងលៀបរឿងជ័យផងដែរអញ្ចឹងមួយម៉ែននេះបើសិនជាយើងជាមនុស្សធ្វើការឲ្យគេយើងគួរតែរៀបចំ plan និងបច្ចេកផ្សេងឬក៏រៀបចំ CV ទៅដាក់កន្លែងការងារមួយទៀតដើម្បី update ខ្លួនឯងអភិវឌ្ឍខ្លួនឯងទៅកន្លែងទៀតដើម្បីទទួលបានប្រាក់ខែខ្ពស់ឬនីតិថ្មីចំណែកឯអ្នករកស៊ីវិញឃើញថាអាចពង្រីកអាជីវកម្ម global នេះបង្កើតគម្រោងនៃអាជីវកម្មថ្មីបានផងដែរឃើញថាល្អប្រសើរនិងទទួលបានសភាពរីកចម្រើននឹងរឿងហេតុហើយបើអ្នកចង់លក់ដីលក់ផ្ទះលក់ដូរអ្វីដែលធំដុំអាចលក់បានអាចប្រកាសបានហើយក៏ទទួលបានដំណឹងគេសួរនាំអំពីរឿងរ៉ាវផ្ទះសម្បែងនោះផងដែរដីធ្លីដូចគ្នាដែរអញ្ចឹងឃើញថាមិនមែនមានរឿងរ៉ាវហេងកើតឡើងច្រើនហើយភ្លើងស្នេហ៍កើតឡើងដែរអញ្ចឹងអ្វីដែលត្រូវកត់សម្គាល់មួយទៀតគឺរឿងរ៉ាវស្នេហ៍ឃើញថាមិនមែនអាចនឹងមានរឿងរ៉ាវជួបនៃគូជីវិតរឿងរ៉ាវស្នេហាហើយស្នេហាជាស្នេហាភ្លើងចម្បាំងបើសិនជាទុកមិនជាប់ទេស្នេហានោះរបូតទៅវិញនិងបែកបាក់ទៅវិញអញ្ចឹងគេថាគូប៉ុន្តែគូភ្លើងចម្បាំងអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើរឿងដៃគូមើលឲ្យត្រឹមត្រូវផងចំណែកឯអ្នកមានប្តីមានប្រពន្ធភ្លើងស្នេហ៍ចូលមកដល់នេះប្រយ័ត្នចូលគ្នាប្រយ័ត្នប្រចាំគ្នាប្រយ័ត្នមានជនទី3ចូលមកដល់គេជ្រែកស្នេហាយើងធ្វើឲ្យយើងបែកបាក់គ្រួសារធ្វើឲ្យយើងមានអារម្មណ៍រស់នៅមិនចុះសម្រុងគ្នាចង់ទៅបែកបាក់ចង់ទៅលេងអ្នកគ្នាជាងកន្លែងក៏ត្រូវតែប្រយ័ត្នដែរបងប្អូនដែលកើតចំឆ្នាំមួយម៉ែអាចពាក់ជាអង្កាំខ្សែដៃទ្របបានស្ទាយដៃមង្គលដើម្បីទទួលបាននៅរឿងរ៉ាវរឿងលៀបរឿងជ័យសូមទាញសំណាងល្អបើសិនជាបងប្អូនបែបជាអត់ទទួលបានសំណាងល្អពីទូរិស័យខ្លួនឯងក្នុងខែ6ពាក់កណ្ដាលខែទៅធ្វើឲ្យយើងចេះទៅជួបរឿងនេះរឿងនោះបងប្អូនអាចពាក់អង្កាំខ្សែដៃនេះបានឬក៏ពាក់ជាអង្កាំខ្សែដៃទូរិស័យឆ្នាំកន្លងក៏បានដែរដើម្បីទទួលបានលៀបទទួលបានជ័យពីទូរិស័យខ្លួនយើងឲ្យយើងហេងឲ្យយើងមានវាសនាហើយបងប្អូនសុកបែបជាជួបរឿងសោយគួរតែឆែកទូរិស័យខ្លួនឯងមើលថាមួយម៉ែយើងឆុងឆ្នាំជន់ឆ្នាំអីអត់មើលថាយើងចាំការចំខែឆុងម៉ោងឆុងវេលាឆុងអត់អញ្ចឹងបើយើងដឹងហើយបើយើងកែខៃបានហើយយើងហេងមកវិញបានប៉ុន្តែបើយើងគិតខ្លួនឯងឆ្នាំមួយម៉ែដើម្បីត្រូវតែហេងហើយគឺអត់មានទេព្រោះវាតាក់ទងនឹងម៉ោងកើតថ្ងៃកើតខែកើតទៀតអញ្ចឹងវេលាទាំង3ទៅតាក់ទងទៀតអញ្ចឹងរឿងហេងកើតឡើងទាំងអស់មិនមែនតែយើងកើតតែឆ្នាំមួយម៉ែមួយហេងទេអត់ទេយើងមានកត្តាផ្សំជាច្រើនទៀតហើយបើសិនជាចង់ហេងបន្ថែមទៀតនេះពាក់ជាអង្កាំខ្សែដៃក៏បានពាក់ជាអង្កាំខ្សែដៃទូរិស័យយ៉ាងណាក៏បាននេះគឺជាសំដៃស្រូបទាញទ្រពនិងសំណាងចូលមកកាន់ជីវិតយើងពាក់កណ្ដាលខែ6ទៅហើយសម្រាប់អំពីរឿងរ៉ាវមួយម៉ែឃើញថានៅក្នុងពាក់កណ្ដាលខែ6មានសភាពហត់ច្រើនស្រេះច្រើនប៉ុន្តែមានសំណាងស្រេះហ្នឹងបើសិនជាយើងកាត់បន្ថយបានយើងរកកន្លែង relax យើងរកកន្លែងណាដែលធ្វើឲ្យអារម្មណ៍សុបាយ អារម្មណ៍យើងរីករាយនោះសំណាងល្អកើតឡើងក្នុងជីវិតហើយយើងមើលផងបើយើងជាមនុស្សធាតុទឹកត្រូវការធាតុទឹកយើងទៅលេងកន្លែងណាដែលមានអាងហែទឹកកន្លែងណាដែលមានទឹកបឹងទឹកត្រពាំងទឹកសមុទ្រអីហ្នឹងគឺល្អប្រសើរទឹកទន្លេហ្នឹងគឺយើងស្រូបទាញធម្មពលនោះបានហើយបើយើងជាមនុស្សធាតុឈើទៅកន្លែងណាដែលមានភ្នំមានព្រៃឈើទៅឃើញថាគេហៅថាធម្មពលយើងកើនឡើងអញ្ចឹងណាអញ្ចឹងតែយើងមើលតួរិស័យយើងចាក់ស្ដាយទៀតថាយើងជាមនុស្សប្រភេទអីតួរិស័យបែបម៉េចទើបយើងអាចកែខៃបានហើយមួយម៉ែនេះអ្វីដែលត្រូវកត់សម្គាល់ពីពាក់កណ្ដាលខែ6ទៅឃើញថាភាពហត់នឿយកើតឡើងទៅលើមនុស្សភាគច្រើនឃើញថាគិតច្រើនស្រេះច្រើនមុំម៉ៅច្រើនតបប្រមាថច្រើនឃើញមុខគ្នាក្នុងគ្រួសារចេះតែអត់សប្បាយចិត្តរឿងរ៉ាវហេងដែលត្រូវកើតឡើងបែបជាអត់ហេងរងចាំសំណាងបែបជាអត់ទទួលបានសំណាងអញ្ចឹងមួយម៉ែនេះឃើញថាសំណាងខ្វៀងរហូតតែម្ដងអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើធ្វើអីក៏ដោយកុំធ្វើប្រហែសហើយត្រូវតែគេហៅថាមានផែនការនិងវិធានការច្បាស់លាស់ដើម្បីទទួលបានសំណាងទាំងអស់ហ្នឹងចំណែកឯឆ្នាំមួយម៉ែបើនិយាយអំពីរឿងរ៉ាវហៅថាការងារខ្ញុំបានជំរាបខាងដើមអញ្ចឹងអាច update CV អាចគេហៅថារៀបចំផែនការការងារខ្លួនឯងហើយ plan បាយវិជ័យកាន់ថ្នាក់លើហ្នឹងទៅហើយការរកស៊ីក៏ដូចគ្នាដែរអាចសម្រេចអាចឲ្យបានឃើញថាល្អប្រសើរមិនជាបញ្ហាទេពេលថាជើងលេខយើងឡើងរិស័យយើងឡើងយើងធ្វើអីក៏កាក់កបធ្វើអីក៏ល្អប៉ុន្តែបើធ្វើហើយមានបញ្ហារិស័យធ្លាក់ចុះរោស៊ីខាតបងប្អូនគួរតែប្រយ័ត្នក៏ជាមានតួរិស័យឬក៏មានអ្នកណាគេធ្វើឲ្យយើងមួយហើយកុំឲ្យលេខយើងបើកុំឲ្យតួរិស័យយើងបើកអញ្ចឹងបើបងប្អូនជាអ្នករោស៊ីវិញកុំភ្លេចបាច់អំបិល3ក្តាប់
ជារៀងរាល់ថ្ងៃនៅមុខកន្លែងយើងរស់ស៊ីឬក៏យើងដាក់លេខជាមួយទឹកកូរឲ្យរលាយចេះនៅមុខកន្លែងយើងរស់ស៊ីទៅហើយការធ្វើអញ្ចឹងក៏ដេញវិភាគរឿងអមនុស្សរឿងគេហៅថាសភាវៈដែលយើងមើលមិនឃើញនឹងបានផងដែរចំណែកឯបងប្អូនខ្ញុំហាមទូរស័ព្ទឡើងចេះអត់ឲ្យកើតមានចំនួនក្នុងគ្រួសារហាមជួបគ្នាហាមទុកសម្រាប់ក្នុងផ្ទះហាមជេរហាមជេរកូនចៅហើយហាមជួបគ្នាកន្លែងធ្វើការកន្លែងរស់ស៊ីរឿងឆ្លោះគ្នាគឺកត្តាចាំបាច់តែម្ដងអត់ឲ្យមានមាត់តូចមាត់ធំនេះទេអ្វីយើងត្រូវធ្វើបានគឺស្ងប់ចិត្តស្ងប់កាយរក្សាចិត្តមួយដែលល្អប្រសើរអត់ឲ្យមានរឿងសោយកើតឡើងហើយនៅក្នុងផ្ទះបងប្អូនគួរតែធ្វើមិនក៏ដោយជៀសវាងឲ្យបានសម្រាំងក្នុងផ្ទះគឺខាងបពលនឹងគេហៅថាផ្សាយគេឲ្យយើងជួបនៅរឿងអត់ល្អអញ្ចឹងសម្រាំមានអីចាប់យកចោលគេអស់ចំណែកឯរឿងរ៉ាវតំណែងទូទៅវិញគឺមិនមែនល្អអាចបង្កើតតំណែងអាចនឹងសួរបានរឿងរ៉ាវល្អសួរមិនសូវស្នេហាពិតទៀតអញ្ចឹងថាតំណែងគឺល្អប្រសើរកាយសម្រាមកាយស្នេហ៍ក៏ចូលមកដែរចំណែកឯសុខភាពវិញគឺថាមិនមែនល្អប្រសើរមិនជាបញ្ហាមិនជាស្កាត់ច្រើនទេឬក៏ថាសុខភាពល្អឈឺស្កាត់ទីបន្ទួចអាចថាបើយើងឈឺតិចតួចយើងរកថ្នាំរកញ៉ាំហើយទៅហើយហាត់ប្រាណជាប្រចាំញ៉ាំរបស់ល្អទៅដើម្បីរកបានសុខភាពល្អនិងគេហៅថាទូរស័យហេង 10% ក្នុងនោះហើយចំណែកឯមនុស្សចាស់វិញគួរតែប្រចាំជំងឺលើកឈាមជំងឺទឹកនោមប្រៃក្នុងផ្អែមពីលើរផោពួកគេថាធ្វើទុកទីទួយផងដែរចំណែកឯរឿងរ៉ាវលេខសំណាងសម្រាប់មនុស្សដែលកើតចំឆ្នាំមួយម៉ែពីពាក់កណ្ដាលខែនេះទៅគឺជាលេខ526គឺជាលេខហេងលេខស្នាងលេខស្នេហ៍សម្រាប់បងប្អូនដែលកើតចំឆ្នាំមួយម៉ែបងប្អូនសម្រាប់ពណ៌សំណាងវិញឆ្នាំមួយម៉ែអាចប្រើប្រាស់ជាពណ៌ហ្គិចពណ៌បៃតងបានដើម្បីទទួលបានសំណាងល្អឬក៏ពណ៌ក្រហមដូចជាពណ៌កម្មសៃដៃខ្ញុំលើកឡើងពាក់កណ្ដាលខែទៅដើម្បីទទួលបានសំណាងល្អរឿងហេងចូលមកជីវិតយើងជាពាក់កណ្ដាលខែទៅយើងពាក់តាមខ្សែដៃនាំលៀកនាំសំណាងបែបនេះដើម្បីទទួលបានសំណាងល្អឬហេងចូលមកកាន់ជីវិតចំណែកឯទិសសំណាងបងប្អូនអាចប្រើប្រាស់ទិសខាងលិចឈៀងខាងជើងបានលិចជើងជាទិសល្អទិសហេងសម្រាប់បងប្អូនដែលកើតចំឆ្នាំមួយម៉ែចាំបងប្អូនបើចង់មើលទូរស័ព្ទមើលខ្សែបាត់ដៃមើលនៅហេងបងប្អូនអាចតាក់ទងខ្ញុំបានខ្ញុំនឹងមើលជូនបងប្អូនឲ្យតម្លៃគូសំទេថ្លៃទេហើយសម្រាប់បងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបន្ថែមបងប្អូនអាចឆាតឬខមមិនខាងការូសអូនបានជាពិសេសគឺឆាតខ្ញុំផ្ទាល់មកខ្ញុំនឹងតបតបងប្អូនហើយនឹងជំរាបប្រាប់បងប្អូនត្រឡប់ទៅវិញជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា